ឃើញគេលក់ផ្លែប៉េះនេះមើលទៅខៀវទំនងជូរបងប្អូននៃខំទិញ4-5ផ្លែមកក្រែងលោបានជាលក់ជាមួយនឹងអំបិលម្ទេសអីអញ្ចឹងណាមានណាយកមកដល់ផ្ទះឡើងផ្អែមមើលពណ៌សម្បុរនឹងរូបរាងខាងក្រៅនឹងយើងគិតថាជូរឯណាបងប្អូនក៏ប៉ុន្តែអត់ទេសាច់គេវិញឡើងផ្អែមជាងអាផ្លែពណ៌ក្រហមទូទៅផងអញ្ចឹងបានថាមិនថាមនុស្សមិនថាផ្លែឈើទេក៏មើលតែសបកក្រៅហើយឃើញយាយជនជាតិចិនអីហ្នឹងគាត់ទិញម្នាក់ឡើង4-5 គីឡូយាយហ្នឹងគាត់មុននឹងទិញគឺគាត់ភ្លក់សិនអញ្ចឹងណាតើផ្អែមបានយកក៏ប៉ុន្តែខ្ញុំនេះមានបានភ្លក់ណារូបរាងហ្នឹងគិតថាជូរចង់យកមកជ្រលក់ជាមួយនឹងអំបិលម្ទេសអញ្ចឹងណាក៏ប៉ុន្តែយកមកដល់ផ្ទះអត់ជូរទេអញ្ចឹងហើយជ្រលក់អំបិលម្ទេសអត់កើតឥឡូវមានអីគឺថាហូបលេងធម្មតាទៅព្រឹកនេះមកផ្សារម៉ោង10ពេលបងប្អូនអើយលែងសូវមានមនុស្សហើយបើម៉ោង7-8អីអានឹងបានមនុស្សច្រើនដើរជួនជើងគ្នាហ្មងហើយប្តីបើខ្ញុំឃើញអាបន្លែស្អីគេនេះគាត់ថាទិញយកទៅឆាជាមួយនឹងពងមួនបន្លែអីទេបងប្អូនមើលទៅដូចស្មៅមិនទេហើយគាត់មុននឹងទិញនឹងសិតតែហិតទៀតឃើញម្ទេសផ្លោកគេនោះនិយាយពីថាល្អខ្លាំងមែនតើបងប្អូនហើយក៏ប៉ុន្តែអត់ទិញទេព្រោះអត់ដឹងថាត្រូវយកមកធ្វើអីអញ្ចឹងណាដេកបើខ្ញុំក៏លេចទៅឃើញមើមឈូកគេស្រស់ល្អបងប្អូនហើយគាត់ថាខានហូបយូរដែរទិញមកបន្តិចទៅយកទៅឆាមិនមែនតិចណាបងប្អូនហើយអាគាត់លើកមិញហ្នឹងយកទៅថ្លឹងទៅអស់ចិត្ត10000លុយខ្មែរនិយាយពីថាថ្លៃសាហាវជាងសាច់ជ្រូកទៀតបន្ទាប់ពីទិញមើមឈូកអីហើយហ្នឹងគឺថាមកទិញជាមួយនឹងពងមួនវិញម្ដងដោយសារតែនៅផ្ទះអស់ហើយនៅផ្ទះខ្ញុំហ្នឹងដែលដាច់ទេបងប្អូនហើយពងមួនណោះអត់អីអត់ទៅតែកុំឲ្យអត់ពងមួនព្រោះអីពីរអ្នកប៉ាកូនគេហ្នឹងចូលចិត្តណាអ៊ំពូមីងហើយពងមួននៅខ្មែរយើងលក់រួបគ្រាប់ក៏ប៉ុន្តែពងមួនពងទានៅនេះគេថ្លឹងគីឡូបងប្អូនហើយនៅនេះរបស់អីក៏ដោយភាគច្រើនគឺគេថ្លឹងគីឡូនៅផ្ទះអ៊ីស្រុកជាមួយម៉ែក្មេកពងមួននិយាយពីថាមិនដែលហត់ទិញគេទេបងប្អូនហើយមួនរបស់ម៉ែក្មេកខ្ញុំនឹងពងរាល់ថ្ងៃហើយហូបអត់ទាន់ទេពេលឡើងមករស់នៅក្រុងរបស់អីក៏យើងត្រូវទិញដែរបងប្អូនហើយមិនថានៅខ្មែរនៅចិនអីទេឲ្យតែយើងឡើងទៅធ្វើការនៅក្រុងគឺត្រូវចំណាយគ្រប់មុខហើយពីផ្សារវិញដល់ផ្ទះនឹងប្តីរបស់ខ្ញុំក៏គាត់ជិតដល់ម៉ោងទៅធ្វើការហើយនៅខាងក្រៅមេឃក្តៅខ្លាំងណាស់បងប្អូនហើយអញ្ចឹងឲ្យមកលាបការពារកម្ដៅថ្ងៃឲ្យគាត់បន្តិចទៅហើយការពារកម្ដៅថ្ងៃសានខៀននេះគឺថាល្អខ្លាំងមែនតើបងប្អូនហើយសម្បីតែប្តីរបស់ខ្ញុំក៏លាបបានដែរព្រោះពេលដែលលាបទៅគឺអត់មាននៅសសំព្រីសំព្រុះឬមួយក៏កកស្អិតប្រទេសបតាអីនៅលើមុខទេអ្វីដែលសំខាន់ហ្នឹងគឺមានកម្រិតការពារខ្ពស់ហើយជួយការពារស្បែកមុខយើងនឹងពីកាំរស្មី UV ជួយការពារស្បែកមុខពីការឡើងរកន្ទួលរមាស់ជាំឬមួយក៏អាចរុយនៅពេលដែលយើងត្រូវកម្ដៅថ្ងៃពេលលាបសានខែអីឲ្យហើយហ្នឹងឥឡូវនេះគឺថាចាប់ផ្ដើមរៀបចំចេញទៅធ្វើការឲ្យបងប្អូនអើយត្រូវចូលធ្វើការម៉ោង10កន្លះទេក៏ប៉ុន្តែទម្រាំទៅរៀបចំអីហើយហ្នឹងចាគឺថាម៉ោង7:11អត់អីទេដោយសារតែគាត់អ្នកដឹកអីវ៉ាន់អញ្ចឹងណាបងប្អូនអញ្ចឹងហើយយឺតតិចតួចអីហ្នឹងក៏អត់អីដែរប្រាប់ប្តីរបស់ខ្ញុំថាឲ្យទិញស្រោមដៃពាកទៅគាត់ប្រងពាកទេបងប្អូនហើយដល់ពេលអញ្ចឹងហើយអាកន្លែងប្រអប់ដៃគាត់នឹងឡើងខ្មៅហ្មងឲ្យខ្មៅមិនបើត្រូវថ្ងៃរាល់ថ្ងៃបងប្អូនហើយគាត់ថាគាត់អត់ទម្លាប់ពាកដល់ពេលពាកអញ្ចឹងទៅវារៀងប្រមាថខ្ញុំថាពាកទៅតែមួយអាទិត្យពីរអាទិត្យនឹងវាស៊ាំហើយចាំខ្លួនអីហើយហ្នឹងគឺថាចេញទៅហើយក៏ប៉ុន្តែមុននឹងភ្លេចថើបកូនពៅអ៊ំពូមីងហើយកូនរត់មកតណាត់តណែងទោះតែបានមកខ្សើតសិនមិនឲ្យប៉ាចេញទៅធ្វើការកើតបើមិនអញ្ចឹងយក